រឿងភ្នំនាងកង្រីស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងមានភ្នំមួយខ្ពស់ជាងគេមើលពីចម្ងាយទៅឃើញដូចមនុស្សដេកសណ្ដូកខ្លួននៅលើភ្នំនោះមានរុក្ខជាតិតូចធំដុះជាច្រើនដូចភ្នំឯទៀតនៅជុំវិញនោះដែរតែប្លែកជាងគេត្រង់ចង្កេះភ្នំនោះមានដុះម្អមដុះច្រើនណែនណាន់តាន់តាប់អ្នកស្រុកនៅជុំវិញភ្នំនោះគេមិនបរិភោគម្អមនោះទេព្រោះគេចាស់ដំណើរថាភ្នំនោះកើតពីរូបនាងកង្រីយក្ខនីជាមហេសីព្រះពុទ្ធិសែនហើយគេសន្មតថាម្អមនោះជារោមយោនីនៃនាងកង្រីនោះឯងមិនតែប៉ុណ្ណោះនៅជើងភ្នំនោះមានត្បាល់ធ្មួយអង្រែធ្មួយធំតាំងពីបុរាណមកមិនដឹងជានរណាសាងទេពួកជនអ្នកឡើងទៅដល់ទីនោះលុះតែយកអង្រែធ្មបុកត្បាល់ធ្មនោះទើបមិនចាញ់ហើយនឹងបានសុខសប្បាយនេះជាជំនឿរបស់អ្នកស្រុកដែលមានតាំងពីបុរាណកាលដំណើររឿងសង្ខេបកាលពីព្រេងនាយមានសេដ្ឋីម្នាក់នៅនគរមួយជាមនុស្សឥតកូនបាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយក្រោយពីបន់មកប្រពន្ធមានកូន12នាក់សុទ្ធតែស្រីលុះបានកូនហើយសេដ្ឋីធ្លាក់ខ្លួនជាអ្នកទាល់ក៏រកអាហារចិញ្ចឹមគ្មានក៏ទេដឹកកូនទាំង12ទៅប្រោសចោលក្នុងព្រៃជ្រៅក្រោយពីឪពុកប្រោសចោលកូនទាំង12នាក់ក៏នាំគ្នាដើរក្នុងព្រៃទៅដល់នគរមួយជានកលយៈស្រីឈ្មោះនាងសន្ធមាយៈស្រីនោះមានកូនស្រីមួយឈ្មោះនាងកង្រីនាងសន្ធមាបានឃើញនាងទាំង12ក៏តំណែងខ្លួនជាមនុស្សស្រីនាំយកនាងទាំងនោះទៅទុកប្រាសាទរបស់ខ្លួនឲ្យបម្រើនាងកង្រីជាកូនកាលនាងទាំង12ដឹងថានគរនោះជានកលយៈនាងសន្ធមាជាយក្ខនីហើយក៏នាំគ្នារត់ចេញនាងសន្ធមាតាមរកទៅឃើញនាងទាំង12បានជាមហេសីព្រះបាទរត់សិទ្ធនៅគល់មនុស្សក៏តំណែងខ្លួនជាស្រីក្រមុំបានធ្វើជាមហេសីព្រះបាទរត់សិទ្ធនោះដែរហើយនាងសន្ធមាពុតធ្វើជាឈឺធ្ងន់ញុះញង់ពេទ្យឲ្យទូលព្រះបាទរត់សិទ្ធឲ្យឆ្កៀលភ្នែកនាងទាំង12យកមកធ្វើជាថ្នាំព្យាបាលរោគខ្លួននឹងយកនាង12ដែលមានខោគ្រប់គ្នាទៅទុកក្នុងរណ្ដៅមួយជាមួយគ្នាបង្អត់អាហារហើយឲ្យយកគ្រាប់ភ្នែកនាងទាំង12ទៅទុកក្នុងឃ្លាំងឯនគោរបស់ខ្លួនឲ្យនាងកង្រីជាកូនខ្លួនថែរក្សាបណ្ដានាងទាំង12នោះនាងបង11នាក់ត្រូវគេឆ្កៀលភ្នែកទាំងសងខាងឯនាងពៅត្រូវគេឆ្កៀលភ្នែកតែម្ខាងដោយមកពីជាតិមុននាងពៅឆ្កៀលភ្នែកត្រេមខាងដែរនាងទាំង12ដែលមានកុហកនោះនាងពៅមានព្រះពោធិសត្វមកចាប់ផ្ទៃវេលានាងបងកើតកូនមកភ្លាមគេហែកសាច់កូនចែកគ្នាស៊ីអស់ចំណែកនាងពើកើតកូនមកឲ្យឈ្មោះថាពុទ្ធិសែនហើយលាក់ទុកមិនឲ្យនាងបងដឹងចំណេះការមកខាងក្រោយវេលាពុទ្ធិសែនធំពេញជំទង់ឡើងនាងសន្ធមាដឹងថាជាកូននាង12ក៏ប្រើឲ្យជិះសេះនាំសម្បត្តិទៅឲ្យនាងកង្រីដោយដាក់សេចក្តីថាបើពុទ្ធិសែនមកដល់យប់ឲ្យស៊ីទាំងយប់ដល់ថ្ងៃឲ្យសេះអ៊ីទាំងថ្ងៃក៏តែជាភពរបស់ពុទ្ធិសែននៅពេលជិះសេះទៅដល់ពាក់កណ្ដាលព្រៃមហាសីបានឃើញពុទ្ធិសែនកំពុងផ្ទំលក់នឹងឃើញសម្បត្តិដែលចង់នៅខ្សេះក៏ហែកសម្បត្តិចោលហើយសរសេរសម្បត្តិជាថ្មីថាបើពុទ្ធិសែនមកដល់យប់ឲ្យរៀបការទាំងយប់ដល់ថ្ងៃឲ្យរៀបការទាំងថ្ងៃជាមួយនាងជាកូនពេលដែលពុទ្ធិសែនទៅដល់នគរយៈនាងកង្រីបានឃើញសម្បត្តិក៏រៀបការជាមួយពុទ្ធិសែនភ្លាមព្រះពុទ្ធិសែនបានសោយរាជ្យនៅនគរយៈមិនយូរប៉ុន្មានដោយនាងកង្រីថ្វាយដំណឹងអំពីប្រស្រីភ្នែកមាតាលោកនិងអំពីថ្នាំសម្រាប់ដាក់ភ្នែកឲ្យជាហើយនឹងថ្នាំសម្រាប់បោះទៅកើតជាទឹកសមុទ្រជាភ្នំបានក៏ទ្រង់លួចរត់ចោលនាងកង្រីទាំងអធិត្រមង្គលវិញនាងកង្រីតាមមកព្រះពុទ្ធិសែនបោះថ្នាំឲ្យកើតជាទឹកសមុទ្រខាងផ្លូវនាងកង្រីក៏យំសោកស្លាប់ខ្លួននៅកណ្ដាលព្រៃហើយព្រះពុទ្ធិសែនមកដល់នគរវិញដោយសុវត្ថិភាពទ្រង់ដាក់ថ្នាំភ្នែកមាតានិងមាតាធំទាំងអស់ឲ្យជាឡើងហើយទ្រង់សម្លាប់នាងសន្ធមាទៅទ្រង់បាយសោយរាជ្យជំនួសព្រះបតាជាសុខសេនសានរហូតដល់ទ្រង់ព្រះទីវង្គត